បាទយល់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានចុះមកដល់ទីតាំងដែលគាត់បានប្រើប្រាស់ជីធម្មជាតិរបស់យើងសម្រាប់ដំណាំកស៊ូបាទអញ្ចឹងឃើញថាយើងបានថែទាំនិងចាប់ដៃគូថែទាំជាមួយគាត់មានផ្ទៃដីប្រហែលជា6ហិកតា600ហិកតាជាងដែលគាត់ធ្វើការសហការជាមួយក្រុមហ៊ុនហ៊ុយយុនបាទអញ្ចឹងយើងរយៈពេល2-3ឆ្នាំដែលយើងការសហការជាមួយគ្នាគឺយើងបានផ្ដល់នៅបច្ចេកទេសណែនាំជាមួយគាត់ទៅឃើញថាល្អមែនតើហើយគាត់ពេញចិត្តសប្បាយចិត្តសម្រាប់ឆ្នាំនេះហើយការប្រើប្រាស់ជីធម្មជាតិរបស់យើងដែលបានប្រើប្រាស់នៅលើទីតាំងនេះយើងឃើញថាគាត់គឺស្ដាប់តាមយើងតែម្ដងគឺយើងធ្វើយ៉ាងម៉េចកាត់បន្ថយការចំណាយរបស់គាត់ឲ្យខ្លាំងចំណុចតែសំខាន់នេះគេហើយអត់បាត់ទិន្នផលហើយទិន្នផលគាត់កើនពីមួយឆ្នាំទៅមួយឆ្នាំគណៈពេលដែលតំបន់មួយចំនួនឬក៏ទីតាំងគាត់មួយចំនួនដីដែលមិនសូវល្អហ្នឹងគឺយើងអាចណែនាំគាត់ការប្រើប្រាស់ជីគីមីខ្លះប៉ុន្តែបើសិនជាដីណាដែលយើងមើលទៅថាមិនចាំបាច់ប្រើប្រាស់គីមីទេយើងមិនណែនាំគាត់ប្រើប្រាស់គីមីទេអញ្ចឹងសម្រាប់កស៊ូនេះដែលមានអាយុប្រហែលជាជិត10ឆ្នាំហើយដែលគាត់ធ្វើការប្រមូលផលពេញទំហឹងតែម្ដងសម្រាប់ក្នុងរដូវកាលនេះគឺចាប់ផ្ដើមហើយអញ្ចឹងឃើញថាគាត់បានសហការមួយយើងបន្តហើយគោលបំណងនៃការសហការឃើញថាគាត់បានផលចំណេញច្រើនមែនទែនហើយយើងក៏បានព្យាយាមធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយការចំណាយរបស់គាត់តាមរយៈដែលពេលដែលស្លឹកដែលវាជ្រុះមកគឺយើងបានណែនាំឲ្យគាត់ប្រើប្រាស់ម្សៅកបោបាទអញ្ចឹងម្សៅកបោក៏យើងអត់ឲ្យប្រើប្រាស់ច្រើនទេគោលបំណងរបស់យើងបង្កើនសារធាតុចិញ្ចឹមឬក៏បង្កើនកាកសំណល់ដែលនៅក្នុងផ្ទៃដីហ្នឹងឲ្យវាคล้ายទៅជាជីបាទនេះគឺជាយើងបានធ្វើហើយយើងប្រើតែ2ក្រុងក្នុងមហត្តាទេសម្រាប់កបោអញ្ចឹងឃើញថាគាត់ចំណាយតិចមែនទែនហើយបន្តមកទៀតយើងប្រើប្រាស់ជីវគ្គនេះនៅពេលដែលប្រើមានភ្លៀងជ្រុំចុះមកហើយយើងឲ្យគាត់ប្រើប្រាស់ជីបាទអញ្ចឹងប្រើប្រាស់ជីយើងជូនគាត់សម្រាប់ប្រើតែ4ក្រុងក្នុងមហត្តាអញ្ចឹងឃើញថាបរិមាណក៏វាមិនច្រើនហើយតម្លៃពិសេសដោយសារតែគាត់តាក់ទងផ្ទាល់ជាមួយនឹងក្រុមហ៊ុនអញ្ចឹងយើងឃើញថាអ្វីដែលការចាយរបស់គាត់ឃើញថាយើងគិតគូរគាត់ខ្លាំងមែនទែនហើយរបៀបរបបនៃការដាក់យើងព្យាយាមកែច្នៃជូនគាត់យើងអត់ឲ្យប្រើមនុស្សទេយើងអាចប្រើឧបករណ៍របៀបដាក់ដែលច្នៃត្រាក់ទ័រដាក់ប្រហូរចំពាក់កណ្ដាលទៅព្រោះថាកស៊ូដែលយើងដឹងច្បាស់ថានៅពេលដែលយើងចាប់ដើមឆូតនៅផ្ទៃកណ្ដាលរបស់វានឹងដាច់ឫសខ្លះបាទអញ្ចឹងអាការដាច់ឫសស្បៃនេះហើយគឺជាអ្វីដែលពិសេសមែនទែនវាធ្វើឲ្យវាបង្កើតឫសស្បៃថ្មីដើម្បីងាយនឹងការស្រូបជីនេះគឺជាតិចនិចដែលយើងបានរកឃើញហើយយើងក៏បានចាប់ដើមអនុវត្តបាទនេះគឺជាអ្វីដែលខ្ញុំចង់ចែកម្លែកជាមួយដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានចក្ការកស៊ូហើយតែងតែស្វែងរកជីឬក៏បច្ចេកទេសណាមួយដើម្បីបានផលច្រើនហើយកាត់បន្ថយការចំណាយទៀតបាទហើយអត់ដឹងថាប្រើជីណាមួយដែលត្រូវជាមួយនឹងកស៊ូឬក៏ប្រើជីណាមួយដែលប្រើឲ្យបានធូរថ្លៃហើយបានផលច្រើនឬក៏ប្រើតែងតែទិញមកប៉ុន្តែទៅតាមគេថាអីចឹងឡើងប៉ុន្តែសម្រាប់ក្រុមហ៊ុនយន្តគឺយើងចុះមកសិក្សាផ្ទាល់តែម្ដងហើយមកវិភាគសាជាមួយគ្នាហើយដើម្បីវិភាគថាតើយើងគួរប្រើកម្រិតណានេះគឺជាអ្វីដែលសំខាន់ហើយប្រើទៅតើវាបានផលកម្រិតណាពីព្រោះយើងមានអ្នកជំនាញហើយសិក្សាពីដីសិក្សាពីអាកាសធាតុសិក្សាពីពូជសម្រាប់ដំណាំនេះផ្ទាល់តែម្ដងអញ្ចឹងបងប្អូនដែលត្រូវការពាក់ព័ន្ធជាមួយនឹងបច្ចេកទេសត្រូវការជីដល់ដោយការថ្មីនេះអាចតាក់ទងជាមួយពួកយើងបានដើម្បីវិភាគសាគ្នាឬក៏អាចសិក្សាផ្ទាល់ឬក៏អាចចុះទៅមើលរោងចក្រផ្ទាល់ហ្មងក៏បានដែរបាទអញ្ចឹងបងប្អូនត្រូវការអាចតាក់ទងលេខទូរស័ព្ទខាងក្រោមហ្នឹងឬក៏អាចជួបខ្ញុំផ្ទាល់ដើម្បីពិភាក្សាគ្នាឬក៏ខ្ញុំអាចបញ្ជូនអ្នកបច្ចេកទេសដើម្បីមកសិក្សាដល់ចក្ការហ្មងក៏បានបាទខ្ញុំសង្ឃឹមថាបងប្អូននឹងជួយគាំទ្រផលិតផលស្រុកក្នុងស្រុកយើងដើម្បីជួយសេដ្ឋកិច្ចជាតិយើងទាំងអស់គ្នាបាទសូមអរគុណ